ជំរាបសួរបងស្រីបាទបងស្រីបាទអរគុណបងស្រីដែលបានចូលរួមជាមួយពួកយើងនៅក្នុងថ្ងៃនេះបាទហើយបងស្រីអាចប្រាប់ពីជីវប្រវត្តិរបស់បងស្រីនិងហាងរបស់បងស្រីទៅកាន់ទស្សនិកជនផងបាទសួស្តីខ្ញុំឈ្មោះស្រីពេជ្រខ្ញុំជាម្ចាស់ហាង Baby Fun នៅខាងខេត្តស្វាយរៀងបាទអ្នកទាំងអស់គ្នាអ្នកខ្លះដែលនៅខាងខេត្តស្វាយរៀងប្រកាសជាភាគច្រើនអាចនឹងស្គាល់បងស្រីច្រើនហើយព្រោះបងស្រីជាម្ចាស់ហាង Baby Fun ដែលជាហាងលក់សម្ភារៈកុមារនៅក្នុងក្រុងស្វាយរៀងផងដែរเนาะអញ្ចឹងបងស្រីមួយរយៈនេះយ៉ាងម៉េចដែរបងក្នុងកំឡុងពេលនេះបងបានន័យថាអាជីវកម្មទៅដោយរលូនធម្មតាទេបងចាឥឡូវអត់អីទេមួយរយៈហ្នឹងយើងទៅធម្មតារលូនយើងទៅបើកហាងជាប់ហ្នឹងមួយយើងទៅបានល្អជាងមុនបាទឃើញថាទើបតែបើកហាងទី2ហាងទី2គឺឈ្មោះ Mami Fun ដែលនៅជាប់ Baby Fun ហ្នឹងដូចគ្នាផងដែរបាទអញ្ចឹងត្រឡប់មកកាន់សំណួរខ្ញុំវិញពួកយើងគឺចង់ចែករំលែកទៅដល់យុវជនទៅដល់យុវនារីចំនួនក្រោយដែលគាត់មានបំណងចង់បង្កើតជាអាជីវកម្មឬក៏ចេញរកស៊ីផ្ទាល់ខ្លួនអីចឹងណាចេះបាទចេះជាក់ស្ដែងទៅបើតាមខ្ញុំដឹងគឺចេះជាមួយហៀដូចជាចេះអ្នកភ្នំពេញបាទហើយហៀក៏អ្នកកំពង់ចាមបាទតែដល់ពេលទៅបកបអាជីវកម្មគឺនៅខេត្តស្វាយរៀងវិញអញ្ចឹងចេះអាចប្រាប់កន្លែងហ្នឹងបានបន្តិចទេបាទបានចានិយាយទៅគ្រូសាខ្ញុំគាត់នៅខាងខេត្តកំពង់ចាមហ្នឹងពេលខ្ញុំនៅពេញយើងស្គាល់គ្នាយើងឆ្លាញ់គ្នាទៅយើងរៀបការមួយគ្នាហើយដល់ពេលយើងរៀបការហើយយើងចង់ចាប់ផ្ដើមអាជីវកម្មមួយតែដល់ពេលហ្នឹងកាលហ្នឹងយើងគិតច្រើនណាស់ថាយើងមិនដឹងគួរលក់អីអញ្ចឹងណាហើយដល់ពេលថ្ងៃមួយខ្ញុំទៅលេងបងខ្ញុំជូនបងខ្ញុំទៅផ្ទះបងនៅស្វាយរៀងហ្នឹងក៏ជូនគាត់ទៅនៅស្វាយរៀងទៅផ្ទះត្រឡប់ទៅវិញហ្នឹងដល់ពេលជីកាត់ទៅថាតំបន់ស្វាយរៀងល្អខ្លាំងមែនតើនិយាយតាំងនិយាយថាទឹកដីត្រជាក់ត្រជុំហ្មងចាយើងទៅយើងមានអារម្មណ៍ថាស្រស់ស្រាយត្រជាក់ត្រជុំដោយសារយើងធ្លាប់នៅពេញវាពេលខ្លះវាខ្យល់អ៊ូអាប់តិចតួចអញ្ចឹងណាដល់ពេលយើងទៅនោះគឺស្រស់ស្រាយមែនតើដល់ពេលទៅចាប់អារម្មណ៍ហើយនៅនោះក៏បងគាត់ជួយជ្រុំឆែងអញ្ចឹងណាយើងក៏ទៅបាននៅនោះទៅបាទនិយាយទៅដោយសារតែបើយើងនិយាយទៅអាចជានិស័យគេថាបានបាទគាត់ទៅដល់ភ្លាមឃើញមានអារម្មណ៍ថាទឹកដីនៅទីនោះត្រជាក់គួរឲ្យចង់រស់នៅប្រកបរបរទទួលទានហ្មងបើសិនជាអត់មាននិស័យទេទៅខ្ញុំគិតថាប្រហែលជាបាទន័យថាអត់តាក់ចិត្តទេបាទហ្នឹងហើយបងអញ្ចឹងត្រឡប់មកវិញខ្ញុំដូចជាបានដឹងថាបងស្រីកាលដែលនៅរៀនគឺបងស្រីដូចជារៀនបានអាហារូបករណ៍ 100% ទៀតបានន័យថាបងស្រីរៀនបានពូកែរហូតដល់មានអាហារូបករណ៍ 100% ហើយមិនមែននៅជាសាកលវិទ្យាល័យតូចតាចទេគឺសាកលវិទ្យាល័យបរិញ្ញាសាស្ត្រទៀតអញ្ចឹងបានន័យថាកម្រិតវប្បធម៌បងស្រីប្រកាសជាពូកែខ្ញុំជឿថាអញ្ចឹងហ្មងអញ្ចឹងតើកត្តាអ្វីដែលធ្វើឲ្យបងស្រីបោះបង់បានន័យថាសុកចិត្តដាច់ចិត្តថាយើងបោះបង់ការសិក្សាហ្នឹងដើម្បីចាប់យកក្តីសម័យដែលបើកអាជីវកម្មនេះបាទចានិយាយទៅដោយសារពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យហ្នឹងគឺយើងរៀនផ្នែកbusiness management យើងតាក់ទងមួយការគ្រប់គ្រង business ចឹងទៅដល់ពេលដោយសារខ្ញុំបរៀនហ្នឹងភាគច្រើនការបរៀនរបស់គ្រូហ្នឹងគឺគាត់លើកទឹកចិត្តឲ្យយើងបើកអាជីវកម្មហ្មងដើម្បីយើងមានឱកាសក្នុងការជួយអ្នកផ្សេងគាត់មានឱកាសការងារផ្សេងនៅក្នុងតំបន់ដែលយើងរស់នៅអញ្ចឹងណាតែខ្ញុំតែចាប់អារម្មណ៍ថាខ្ញុំអត់សូវចង់អរគុណខ្ញុំអត់សូវចង់ធ្វើការខ្ញុំគិតថាខ្ញុំចង់មានឱកាសណាមួយដែលយើងអាចបើកចេញរកស៊ីទៅយើងជួយខ្លួនឯងបានហើយឧទាហរណ៍ថាថ្ងៃក្រោយទៅយើងមានឱកាសរីកធំទៅអាចបានជួយបងប្អូននៅតំបន់ហ្នឹងគាត់មានការងារធ្វើគាត់មានអីផ្សេងអញ្ចឹងទៅហើយដល់ពេលហ្នឹងបន្ទាប់ពីខ្ញុំរៀបការហើយអញ្ចឹងទៅគ្រូសាស្ត្រខ្ញុំសាគាត់ផ្លាស់ប្ដូរទីលំនៅគាត់ប្ដូរពីកំពង់ចាមមកនៅភ្នំពេញវិញអញ្ចឹងពេលហ្នឹងយើងពិបាកចាប់មុខរបរណាឲ្យត្រូវមានថាគាត់ផ្លាស់ប្ដូរទីលំនៅអញ្ចឹងគឺគាត់ត្រូវផ្លាស់ប្ដូរការងារត្រូវផ្លាស់ប្ដូរមុខរបរគាត់ទាំងអស់បាទអញ្ចឹងយើងជាធម្មតាមនុស្សយើងឆ្លាញ់គ្នាដំបូងយើងមិនទៅចង់ដៃគ្នាឯងហើយយើងចង់អត់ចង់គាត់ទៅធ្វើការកំពង់ចាមមកនៅភ្នំពេញអីអញ្ចឹងណាយើងចង់រកតំបន់ណាមួយដែលយើងអាចធ្វើការហើយរកស៊ីនៅមួយគ្នាបានអញ្ចឹងមកយើងសុខចិត្តខ្ញុំសុខចិត្តចុះពីពេញអញ្ចឹងទៅនៅស្វាយរៀងតែវាក៏ជាជំរឿនមួយដ៏ល្អដែរទៅបាទត្រឡប់មកវិញគឺចង់បងស្រីចង់បានន័យថាជាអ្នករៀនផ្នែកគ្រប់គ្រងម្នាក់
អញ្ចឹងក៏អាចយើងអាចនិយាយបានថាចង់បង្កើតអាជីវកម្មមួយផ្ទាល់ខ្លួនហើយនឹងចង់ចែករំលែកទៅដល់ការងារទៅដល់បងប្អូនដែលនៅខេត្តស្វាយរៀងដែរអញ្ចឹងបាទហើយគោលបំណងដែលធំនោះគឺបាននៅជាមួយនឹងហៀ បាននៅចិត្តគ្នាបាទព្រោះដូចបងស្រីបានជម្រាបអញ្ចឹងថាជាក់ស្ដែងគឺទើបតែឆ្លៃគ្នាទៅបងអញ្ចឹងចង់នៅក្បែរគ្នាបានកាន់តែច្រើនបាទអញ្ចឹងបងស្រីបន្ទាប់មកគឺតាំងពីពេលដែលបងបើកហាង Baby Fun មកទល់ពេលនេះមានរយៈពេលប្រហែលឆ្នាំដែរ7ឆ្នាំ7ឆ្នាំហើយវ៉ាវ 7ឆ្នាំដល់7ឆ្នាំជាងបាទអញ្ចឹងបានន័យថា7ឆ្នាំនេះបើយើងនិយាយទៅឆ្លងកាត់ឧបសគ្គទាំងសប្បាយរីករាយកំសត់ច្រើនណាស់ខ្ញុំជឿថាអញ្ចឹងហើយចែក៏មានបទពិសោធន៍នឹងចែករំលែកទៅកាន់បងដែលគាត់ឬក៏បងប្អូនដែលគាត់មានបំណងចង់ប្រកបអាជីវកម្មនៅក្នុងវិស័យសម្ភារៈកុមារនេះច្រើនដែរអញ្ចឹងបានន័យថាពេលកំឡុងពេលដែលបើកមកទល់ឥឡូវនេះ7ឆ្នាំក្នុងពេលហ្នឹងក៏ឆ្លងនៅសម័យកាល COVID ដែរត្រូវហីបងអញ្ចឹងបងស្រីអាចជម្រាបបានទេថាក្នុងកំឡុងពេលដែលបងស្រីបើកអាជីវកម្មហើយជួបវិបត្តិ COVID ថាតើបងស្រីទទួលបានបទពិសោធន៍បែបណាហើយនឹងរងផលវិបាកបែបណាហើយមានអារម្មណ៍បែបណាដែរហើយមានអ្វីដែលលើកទឹកចិត្តក្នុងកំឡុងពេលដែលបងស្រីជួបវិបត្តិ COVID នេះយេមិនមែនតែបងស្រីគឺទាំងសកលតែម្ដងបាទចាហ្នឹងហើយនិយាយទៅបើសិនយើងត្រឡប់មើលទៅពេលហ្នឹងវិញគឺរៀងពិបាកខ្លាំងមិនថាខ្ញុំទាំងថាគេគឺយើងពិបាកខ្លាំងមែនតើមកដូចខ្ញុំអញ្ចឹងដោយសារខ្ញុំបើកកន្លែងរស់ស៊ីអញ្ចឹងផលវិបាករបស់ខ្ញុំមួយហ្នឹងគឺកន្លែងវ៉ាន់របស់យើងគឺត្រូវភ្ញៀវគាត់ចូលហើតែដល់ពេលហ្នឹងគឺផ្ទុះខ្លាំងឧទាហរណ៍ថាចំណុចហ្នឹងបងចាំហ៎បើសិនជាមានណាគេកូវីដម្នាក់ចូលទៅតំបន់ហ្នឹងគឺបិទកន្លែងបិទផ្ទុះតែម្លងនិយាយទៅកាលហ្នឹងគឺខ្ញុំដេកភ័យហ្មងពេលយើងកេងភ័យតិចដល់ពេលខ្ញុំតិចហាងខ្ញុំត្រូវបិទតិចខ្ញុំនៅចេះចោះយ៉ាងនិយាយទៅពេលហ្នឹងពិបាកចិត្តជាងគេគ្រប់ចំណុចមកអញ្ចឹងខ្ញុំព្យាយាមរកវិធីសាស្ត្រដូចយើងរៀបរដ្ឋបាលគេប្រាប់អញ្ចឹងណាបងយើងលាងដៃលាងអីពាក់ម៉ាស់ពាក់អីចាក់ស្វាក់សងកូវីដគ្រប់គ្នាហើយយើងកាលហ្នឹងយើងដាក់លក់យើងដាក់ខ្សែព័ទ្ធពីមុខអញ្ចឹងណាចាពេលហ្នឹងរៀងពិបាកដែរយើងរត់ទៅរត់មកប៉ុន្តែមកគាត់យល់ពីចំណុចហ្នឹងដែរគាត់ព្យាយាមសហការទាំងអស់គ្នាហើយកាលហ្នឹងយកកូនយកអីផ្ញើក្មេកអស់ហើយຕົកស្រុកអស់ហើយអញ្ចឹងពេលហ្នឹងអត់មានបានន័យថាអត់មានបញ្ហាអីចូលទៅដល់ក្នុងហាងចែទេអត់អីទេកាលនោះដូចជាអត់មានអីដែរណោះបាទព្យាយាមនិយាយទៅយើងព្យាយាមទប់ខ្លាំងមែនតើព្យាយាមការពារអញ្ចឹងណាដើម្បីអីកុំឲ្យយើងចម្លងទៅភ្ញៀវកុំឲ្យគាត់ឆ្លងមកយើងដើម្បីការពារកុំឲ្យវិទ្យាដែរបាទនេះជាបទពិសោធន៍មួយដែរព្រោះមិនមានច្រើនទេនៅក្នុងវិស័យអាជីវកម្មមួយនេះដែលឆ្លងនៅក្នុងភាពលំបាកនៃសម័យកាល COVID ព្រោះជាក់ស្ដែងទៅគឺថាសម័យកាល COVID នេះជាសកលតែម្ដងនៅក្នុងអាជីវកម្មណាក៏ទទួលរងការប៉ះពាល់ទៅដល់អាជីវកម្មរបស់ពួកគាត់ដែរអញ្ចឹងបើសិនជាចេះឬក៏អ្នកដតីដែលគាត់ឆ្លងនៅក្នុងសម័យ COVID នេះគាត់ប្រកាសជាបានដឹងហើយអញ្ចឹងត្រឡប់មកវិញខ្ញុំចង់សួរចេះថាកាលដែលចេះបើកបានន័យថាបើកហាងដំបូងណា2នាក់ស្វាមីចេះដែលថាទៅដល់ស្វាយរៀងបើកអាជីវកម្មពីដំបូងមកទល់ពេលនេះរយៈពេល7ឆ្នាំនេះកាលដែលដំបូងដែលចេះបើកហាងហ្នឹងចេះមានដើមទុនប្រហែលដែរបើកដោយដើមទុនប្រហែលដែរអញ្ចឹងណាកាលហ្នឹងអត់សូវចាំដែរសារអត់សូវចាំអត់ចាំដល់ដឹងថា10000ឯកាលហ្នឹងរិញភ្លេចដែរហើយយូរដែរចឹងណាបងតែគ្រាន់ដឹងថាលុយដែលបើកហ្នឹងគឺលុយប្តីខ្ញុំសំគាត់ទៅកំឡោះបាទតែអញ្ចឹងគាត់រៀបប្រកែសំលុយហ្នឹងគាត់សំបានគួរសំដែរបាទអញ្ចឹងយកលុយដែលគាត់សំហ្នឹងមកយើងមកបើកអាជីវកម្មហ្នឹងអត់ចាំដែរកាលហ្នឹងតែយើងបើកលក្ខណៈខ្នាតតូចកាលហ្នឹងអស់ចាតូចមួយទេបាទអញ្ចឹងដូចជាឮថាបងស្រីជួលតូបបងប្អូនបើកទេជួលគាត់ឲ្យគាត់ឲ្យណោះបាទគាត់ឲ្យយើងបើកលក់ហ្មងបាទគាត់ឲ្យបើកលក់យើងនិយាយទៅនៅស្វាយរៀងហ្នឹងគឺបានន័យថាយើងនិយាយមិនខ្ញុំនិយាយមិនឲ្យអ្នកទាំងអស់គ្នាស្រួលស្ដាប់ឲ្យវាជាលក្ខណៈថាហុងស៊ុយចែនៅហ្នឹងហ្មងទៅដល់សូម្បីតែគ្រាន់តែទៅដល់មានអារម្មណ៍ចង់បើកហាងនៅទីនោះតែម្ដងហើយបងប្អូនក៏ជួយជ្រោមជ្រែងអញ្ចឹងដែរเนาะអញ្ចឹងចេះហើយការ
ពីចេះបើកហាងដំបងហើយទាំងរងការប៉ះពាល់ជាមួយនៅក្នុងសម័យ Covid ហើយនិយាយទៅចេះអាចជួយរៀបរាប់ប្រាប់ទៅកាន់អ្នកទស្សនាឲ្យគាត់បានដឹងបានទេថាតាំងពីពេលដែលចេះបើកដំបងឆ្លងកាត់សម័យ Covid ហើយមកទល់ពេលនេះចេះមានបានឆ្លងកាត់បានន័យថាចេះឆ្លងកាត់បទពិសោធន៍ហើយនឹងភាពកំសត់អីដែលចេះឆ្លងកាត់ជាមួយហៀដែលចេះភ្លេចមិនបាននៅក្នុងរយៈពេល7ឆ្នាំដែលបើកអាជីវកម្មនេះចេះអញ្ចឹងចេះអាចនិយាយឲ្យកំសត់តិចបានទេ និយាយទៅវាកំសត់មែនchứមិនមែននិយាយកំសត់ខ្ញុំជឿថាកំសត់ដោយសារតែយើងសាកសម័យមើលប្តីប្រពន្ធ2នាក់ដែលមិនដែលរស់នៅក្នុងក្រុងនឹងសោះហើយឆ្លងកាត់ទៅនៅខេត្តក្រុងមួយហើយប្រកបអាជីវកម្មតែ2នាក់ហើយចាប់ផ្ដើមពីអាជីវកម្មតូចមួយរហូតមកដល់ពេលនេះខ្ញុំជឿថាមានរឿងដែលឆ្លងកាត់និងរឿងដែលកំសត់ច្រើនអញ្ចឹងសូមចែកជួយចែករំលែកទៅដល់អ្នកទស្សនាឲ្យគាត់បានចូលរួមកំសត់មួយយើងទាំងអស់គ្នាអញ្ចឹងណាបាទនិយាយទៅពេលកំសត់ចឹងគេពេលខ្ញុំបើកហាងដំបូងហ្នឹងនិយាយថាដោយសារអីក៏ប៉ុន្តែខ្ញុំមិនសូវចេះធ្វើម្ហូបទេដោយសារយើងកូនមកម៉ាក់គាត់ជួយមើលរហូតអញ្ចឹងហើយអញ្ចឹងយើងអត់សូវចេះធ្វើម្ហូបធ្វើអីដល់ពេលយើងចាប់ផ្ដើមដំបូងចាប់ផ្ដើមគ្រួសារតែ2នាក់រៀងពិបាកបន្តិចហើយដល់ពេលដែលពិបាកខ្លាំងបំផុតហ្នឹងពេលដែលខ្ញុំទៅបើកបានមួយខែពេលខ្ញុំបើកបានមួយខែហ្នឹងប៉ាខ្ញុំគាត់ធ្លាក់ខ្លួនឈឺគាត់ឈឺរៀងធ្ងន់ដែរកាលនោះអញ្ចឹងមានន័យថាយើងត្រូវខំប្រឹងលក់អញ្ចឹងដល់ម៉ោង6ព្រឹកយើងត្រូវបិទហាងហើយខ្ញុំរត់ទៅខ្ចីឡានបងខ្ញុំដើម្បីជិះឡានមកអំពេញមើលប៉ាខ្ញុំគាត់ឈឺសម្រាប់នៅពេទ្យអញ្ចឹងណាចឹងយើងត្រូវជិះមកហើយនិយាយទៅដល់ពេលយើងមើលព្យាបាលគាត់អីចឹងទៅយើងងើបពីព្រឹកឡើងម៉ោង5វិញឡើងមកលក់វិញហើយម៉ោង6យើងទៅវិញទៅដែរអញ្ចឹងយើងធ្វើអញ្ចឹងរហូតរយៈពេលប្រហែលចូលចិត្ត2ខែបានប៉ាគាត់ខូចអញ្ចឹងណាហើយពេលហ្នឹងដូចសម្រាប់ខ្ញុំរៀងបាក់ទឹកចិត្តដែរដោយសារអីយើងព្យាយាមគិតថាយើងបើកហាងទៅប៉ាគាត់ឃើញគាត់សប្បាយចិត្តអញ្ចឹងណាដោយសារខ្ញុំក៏មិនមកពីគ្រួសារអ្នកមានអីដែរអញ្ចឹងនៅពេលយើងគិតថាយើងចង់ចាប់ផ្ដើមអាជីវកម្មមួយទៅឲ្យវារីកចម្រើនទៅបានប៉ាឃើញគាត់សប្បាយចិត្តនឹងអីអញ្ចឹងណាហើយដល់ពេលហើយស្រាប់ហើយយើងខំប្រឹងព្យាយាមមែនតើស្រាប់ដល់ពេលបានត្រឹម2ខែប៉ាគាត់ខូចអញ្ចឹងទៅហើយនិយាយទៅពេលហ្នឹងសម្រាប់ខ្ញុំគឺពិបាកខ្លាំងមែនតើយើងទី1ប៉ាឈឺទី1យើងត្រូវលក់យើង3កូនទៅវិញទៅមកកូនកាលហ្នឹងអូនណាទៅបានដូចជា10ខែកាលហ្នឹងណាអញ្ចឹងហើយកាលហ្នឹងដោយសារអីគាត់តង់ផ្ដាច់ដោះទៀតគាត់មកដល់9ខែ10ខែទៅខ្ញុំត្រូវរុនជូនគាត់ទៅវិញទៅមកហើយដល់ពេលខ្លះទៅផ្ញើនៅម៉ាក់អញ្ចឹងទៅឲ្យមុំដោះគោម៉ាក់ត្រូវយកអូនណាក់ហ្នឹងទៅប៉ែតមួយប៉ាទៀតដោយសារកាលហ្នឹងប៉ាគាត់ឈឺធ្ងន់ហ្នឹងគឺគាត់មានបញ្ហាតម្រង់ហ្នឹងគាត់ត្រូវលាងឈាមរហូតមួយអាទិត្យ3ដងមួយអាទិត្យ2ដងទៅតាមប៉ែតណាទៅតាមគាត់អត់ស្រួលខ្លួនអញ្ចឹងណាអញ្ចឹងយើងលក់ដូរនៅនេះអារម្មណ៍នៅនោះហើយត្រូវអាណិតកូនគឺត្រូវវិចកូនហ្នឹងវិចប៉ាផងហ្នឹងតែលាងឈាមទៀតអញ្ចឹងពេលហ្នឹងនិយាយទៅពេលហ្នឹងគឺមានអារម្មណ៍ថាដូចអញ្ចឹងគាត់ថាចាមិនគួរថាខ្ញុំមកចោលគាត់សោះតែពេលហ្នឹងគាត់អញ្ចឹងហើយយើងមានអារម្មណ៍ថាអូដូចខ្ញុំស្ដាយក្រោយមែនតើខ្ញុំមកចោលគាត់ដោយសារពេលហ្នឹងគាត់អត់តន់ឈឺតែយើងមកបាន2ខែដូចគាត់ចាប់ដើមឈឺធ្ងន់មែនតើហ្មងអញ្ចឹងគាត់ត្រូវសម្រាប់ពេទ្យតែយើងហើយយើងក៏បើកហើយយើងបិទវិញភ្លាមក៏វាអត់កើតអញ្ចឹងណាព្រោះឲ្យម៉ូយគាត់និយាយទៅគ្រាន់តែយើងបើកភ្លាមម៉ូយគាត់ចាប់ដើមគាំទ្រមកទិញរហូតយើងមានម៉ូយជាប់រហូតអញ្ចឹងហ្មងដល់ពេលទៅពេលហ្នឹងរារ៉ាយើងដូចស្ដាយដែលយើងទុកប៉ាចោលតែក៏យើងស្ដាយជីវកម្មយើងកំពុងតែបើកយើងកំពុងតែកើនឡើងអញ្ចឹងហ៎តែយើងព្យាយាមជួយគាត់ឲ្យពិចិត្រដែរអញ្ចឹងបងអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់ខ្ញុំពេលហ្នឹង2ខែដំបូងហ្នឹងគឺពិបាកខ្លាំងមែនតើហ្មងចំពោះការដែលពិបាកជាមួយនៅហាងគឺអត់សូវមានប៉ុន្មានទេដែលពិបាកគឺខាងគ្រួសារហើយយើងត្រូវឡើងចុះពីភ្នំពេញមកស្វាយរៀងទៅមកព្រោះទៅហ្នឹងបាទទៅមកព្រឹកល្ងាចអញ្ចឹងហើយណាមួយទៀតគឺដោយសារតែបើសិនជាយើងអត់រឹងមាំកន្លែងហ្នឹងក៏យើងពិបាកនឹងឆ្លងកាត់ដែរព្រោះយើងសម្រាប់ចិត្តថាបងស្រីសម្រាប់ចិត្តថាឡើងមកខេត្តដើម្បីរកស៊ីក៏ប៉ុន្តែបានចោលពុកម្ដាយអញ្ចឹងណាអញ្ចឹងដល់ពេលគាត់មានជំងឺត្រូវយើងនៅក្បែរក៏យើងអត់អាចនៅក្បែរគាត់បាន24ម៉ោងដែរដោយសារតែអាជីវកម្មរបស់បងស្រីក៏ទើបតែកើតឡើងអញ្ចឹងកន្លែងហ្នឹង
អ្នកហ្មងខ្ញុំជឿថាមានអារម្មណ៍ថា stress មានអារម្មណ៍ថាចង់បាក់ទឹកចិត្តម្ដងដែរតែដោយសារតែបងស្រីបានរៀនសូត្រដិតដល់និងបានរៀនសូត្រខាងផ្នែកគ្រប់គ្រងទូទៅផងប្រហែលជាបងស្រីមានអារម្មណ៍នឹងរឹងមាំជាងនឹងចុះបងកាលហ្នឹងពេលហ្នឹងដែលមានបញ្ហាហ្នឹងបងប្រុសទៅជាមួយឬក៏បងទៅម្នាក់ឯងទេទៅទាំងអស់គ្នាទៅអូយប់ឡើងគឺទៅជាមួយគ្នាហ្មងចាម៉ោង6កាលនេះខ្ញុំបានថាម៉ោង6ម៉ោង7យើងឡើងទៅហើយពេលម៉ោង12 10អញ្ចឹងចានិយាយទៅក៏ពិតយើងទៅគ្រាន់ជាការលើកទឹកចិត្តគាត់សប្បាយចិត្តពេលឃើញយើងទៅអញ្ចឹងគាត់មានកម្លាំងចិត្តអញ្ចឹងណាបងក្នុងកំឡុងពេលហ្នឹងបងប្រុសមានជាការលើកទឹកចិត្តឬក៏បានន័យថាបងជួយរៀបរាប់ពេលដែលតសើខ្សាមីមួយម៉ាត់មើលថាតើក្នុងកំឡុងពេលហ្នឹងបងប្រុសគាត់ជួយលើកទឹកចិត្តបងយ៉ាងណាគាត់ព្រោះយើងដឹងថាយើងចែករំលែកទៅមិនត្រឹមតែមានបងនារីគាត់ចូលមើលបងប្រុសគាត់ចូលមើលដែរអញ្ចឹងអាចនឹងជាសារមួយដែលល្អសម្រាប់គាត់ក្នុងកំឡុងពេលដែលគ្រួសារឬក៏ដៃគូរបស់យើងគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តតែយើងមានចំណុចណាដែលគួរតែលើកទឹកចិត្តគាត់នៅក្បែរគាត់អីចឹងហ្នឹងចាបាទចានិយាយទៅការនោះគាត់លើកទឹកចិត្តខ្ញុំច្រើនណាថាអូនកុំភ័យអត់អីទេចឹងណាអូនកុំភ័យយើងយកឈ្នះវាបានយើងធ្វើវាបានអញ្ចឹងណាបងហើយនិយាយទៅគាត់តែនិយាយហោះអត់អីកុំភ័យអត់អីកុំភ័យទោះយើងភ័យប៉ុណ្ណាក៏ដោយគាត់និយាយថាអត់អីទេប៉ុន្តែនៅពេលដែលគាត់និយាយថាអត់អីហ្នឹងគឺគាត់ឲ្យយើងសម្រាហើយគាត់ទៅព្យាយាមធ្វើអារឿងដែលមានបញ្ហាហ្នឹងឲ្យវាមកជាធម្មតាវិញឧទាហរណ៍ថាប៉ាខ្ញុំឈឺត្រូវយើងត្រូវរុញទៅប៉ែតអីអញ្ចឹងណាអញ្ចឹងគាត់ថាអត់អីអូនណៃនៅហ្នឹងហើយអញ្ចឹងគាត់ជាអ្នកធ្វើរ៉ាប់រងទាំងអស់ដែលគាត់ជាកូនប្រសាអញ្ចឹងណាចាតែគាត់ដូចជួយឈុំឆែងយើងថាយើងត្រូវធ្វើម៉េចអញ្ចឹងហើយទាំងអាជីវកម្មផ្សេងអញ្ចឹងក៏គាត់ដោយសារជាធម្មតាតប៉ាយើងឈឺយើងអត់សូវផ្ដោតទៅលើអាជីវកម្មរបស់យើងឯងអញ្ចឹងគាត់គ្រប់គ្រងទាំងអស់ទាំងការទិញអវ៉ាន់ទាំងការរៀបចំហាងទាំងបោហាងទាំងជួតហាងទាំងធ្វើម្ហូបទាំងបោកក៏អាចកាត់ដំបងចេះផតទាំងអស់ហ្មងហ្នឹងហើយកាត់ដំបងមានបុគ្គលិកម្នាក់ដែរបើកដំបងអត់មាន2នាក់មានតែ2នាក់ហើយបងប្រុសព្រៀងពិបាកតិចអញ្ចឹងបាទអត់ទេតែខ្ញុំឃើញថាបងប្រុសមានន័យថាគាត់អាចធ្វើបានគ្រប់សពបែបយ៉ាងតែម្ដងបាទមិនថារឿងតូចរឿងធំរឿងជួសជុលនេះជួសជុលនោះគាត់អាចធ្វើបានគ្រប់ខ្ញុំទៅសើគាត់តែម្ដងគាត់និយាយទៅគាត់ប្រកែកហ្មងបាទអញ្ចឹងហើយគាត់ទើបតែឮចេះថាគាត់ក៏ប្រកែកនឹងការលើកទឹកចិត្តគ្រួសារដែរទោះគាត់មានភាពលំបាករបស់គាត់ផ្ទាល់ខ្លួនដែរអញ្ចឹងក៏គាត់អាចនៅតែជំរុញនៅក្នុងការលើកទឹកចិត្តទៅកាន់ដៃគូទៅកាន់ភរិយាបានដែរเนาะអញ្ចឹងយើងត្រឡប់មកវិញបន្តិចបងខ្ញុំត្រឡប់ទៅអាជីវកម្មបងដំបូងបន្តិចការដែលបងបើកអាជីវកម្មដំបូងពីព្រោះវាមិនមែនជាក្តីសម័យបានន័យថាបើអាណាព្យាបាលនីមួយស្របពេលដែលឃើញកូនកំពុងតែសិក្សារៀនសូត្របានប្រកែដោយបងស្រីថាបានរៀនសូត្រប្រកែអញ្ចឹងហើយស្របពេលហ្នឹងបងស្រីបានសម្រាប់ចិត្តថាឈប់ធ្វើការដើម្បីទៅបើកអាជីវកម្មផ្ទាល់ខ្លួនរបស់បងហើយជាក់ស្ដែងវាមិនមែននៅក្នុងទីក្រុងភ្នំពេញទៀតវាមិនបាននៅក្បែរពួកគាត់គ្រួសារទៀតអញ្ចឹងសួរថាការដែលបងបើកដំបូងមានអ្នកណាដែលជំទាស់បងថាមានអ្នកណាដែលជំទាស់បងទេថាมันគួរបើកអាជីវកម្មមួយនេះឬក៏បងមានអ្នកជំទាស់ដែរហើយបងនៅតែមានអ្នកធ្វើរហូតមកជោគជ័យនៅពេលនេះអញ្ចឹងណាបងកាលហ្នឹងពេលខ្ញុំប្រាប់រឿងហ្នឹងតែខ្ញុំព្រាមបន្ទាប់ពីខ្ញុំមកពីស្វាយរៀងអញ្ចឹងណាខ្ញុំភាសាមួយគ្នានិយាយមួយបងថ្លៃយើងរៀប plan ថាអស់ហើយសុំផ្ទះបងថ្លៃបើកលក់អញ្ចឹងណាដល់ពេលទៅក៏យើងនិយាយគ្នាហើយក៏មកប្រាប់ម៉ាក់ថាម៉ាក់ខ្ញុំចង់ទៅនៅស្វាយរៀងបាទលក់នៅស្វាយរៀងថាណូអត់ទេទៅធ្វើអីកូនស្រីតែមួយដោយសារខ្ញុំកូនស្រីតែឯងទេបងខ្ញុំប្អូនហ្នឹងគាត់ថាកូនស្រីតែឯងកូនស្រីតែមួយអញ្ចឹងគេមិនដែរឲ្យទៅនៅឆ្ងាយផ្ទះទេត្រូវនៅផ្ទះមួយម៉ាក់ប៉ាអញ្ចឹងណាខ្ញុំថាអញ្ចឹងបើម៉ាក់នៅផ្ទះមួយម៉ាក់ប៉ាមានតែហូបហុកទាំងអស់ទេខ្ញុំនិយាយថាបើនៅហ្នឹងខ្ញុំទៅអត់រួចទេនៅភ្នំពេញយើងអត់ដឹងថារកស៊ីអីអញ្ចឹងណាយើងក៏ថាបើសិននៅហ្នឹងបើសិនយើងទៅស្វាយរៀងល្អហើយខ្ញុំអង្គុយរៀបរាប់ប្រាប់គាត់ឡើងផឹកហ៎អញ្ចឹងបានគាត់អូខេបើកូនចង់ទៅហើយដល់ពេលហើយដល់ពេលប្រាប់ប៉ាម្ដងដល់ពេលបកាហ្នឹងប៉ាខ្ញុំអត់ទាន់ឈឺទេដល់ពេលប្រាប់ប៉ាថាកូនឯងទៅដល់អីនៅផ្ទះហ្នឹងទៅគាត់បានមានគ្នាច្រើនមានអីអញ្ចឹងណាដល់ពេលរៀបរាប់ប្រាប់គាត់ទៅក៏គាត់ឲ្យទៅប៉ុន្តែកាលនោះក៏
មានអ្នកខ្លះគាត់ថាយើងអត់កំណើតទេ បាទ មានថាយើងធ្វើការស្រួលអញ្ចឹងស្រាប់តែយើងឈប់ធ្វើការយើងលោតទៅនេះទៅនោះអញ្ចឹងគាត់ថាទៅគ្មានកំណើតទេយើងនៅក្មេងៗអញ្ចឹងទៅតែ2នាក់អញ្ចឹងណាខាតលុយចោលទៅហើយអញ្ចឹង បាទអូចឹងមកន័យថាអត់មានថាអ្នកណាមិនចំទាស់ទេព្រោះការដើរទៅតាមក្តីសម័យរបស់យើងគឺសិតសឹងតែមានឧបសគ្គសិតសឹងតែមានការចំទាស់មិនថាពីអាណាព្យាបាលមិនថាពីអ្នកដែលស្គាល់ជុំវិញខ្លួនទេព្រោះគឺពួកគាត់សិតសឹងតែចង់ឲ្យយើងល្អទទួលស្គាល់ក៏ប៉ុន្តែអ្វីដែលបើសិនជាយើងចង់ដើរទៅតាមក្តីសម័យរបស់យើងអ្នកទាំងអស់គ្នាអាចយើងអាចថានិយាយថារៀងជំនះបន្តិចទៅបើសិនជាយើងសម្រេចចិត្តច្បាស់និងដាក់គោលដៅច្បាស់នៅក្នុងវិស័យណាមួយដែលអ្នកទាំងអស់គ្នាគិតថាវាជាចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាណោះអូខេអញ្ចឹងមកដល់ពេលនេះគឺដោយសារតែកម្មវិធីនេះវាជាប្រធានបទអាជីវករឆ្នើមអញ្ចឹងបងស្រីអាចឆ្លើយសំណួរខ្ញុំមួយសំណួរបានណាថាក្នុងនាមយើងជាអ្នកបើកអាជីវកម្មមួយរូបយើងជាអាជីវករមួយរូបបើសិនជាយើងចង់ឲ្យយើងឈានទៅដល់ក្នុងផ្នែកអាជីវករឆ្នើមថាតើយើងគួរតែមានលក្ខណៈបែបណាខ្លះនិងត្រៀមបែបណាខ្លះនៅក្នុងដើម្បីឲ្យឈានជើងទៅដល់វិស័យអាជីវកម្មរបស់យើងវារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាបងចានិយាយតែឥឡូវក៏ខ្ញុំមិនទាន់ឆ្នើមដែរខ្ញុំពុំសិក្សាបន្ថែមទៀតដើម្បីធ្វើម៉េចឲ្យយើងឆ្នើមបាទចាប៉ុន្តែគ្រាន់តែតាមរយៈបទពិសោធន៍ខ្ញុំរកស៊ីបានប្រហែល6 7ឆ្នាំហ្នឹងក៏យើងដឹងថាការងារមួយបើសិនយើងចង់លក់ដាច់យើងនិយាយចេះហ្មងយើងចង់លក់ដាច់យើងមានអាជីពអតិថិជនច្រើនយើងគេឆ្លាញ់ហូបអានយើងច្រើនទី1គឺយើងត្រូវមានទំនួលខុសត្រូវហើយនឹងស្មោះត្រង់ចាបើសិនជាធម្មតាមនុស្សយើងអត់ដែរធ្វើខុសទេត្រូវទេបងចឹងដល់ពេលយើងធ្វើខុសគឺយើងត្រូវចេះសុំទោសយើងត្រូវចេះទទួលខុសត្រូវថាអូនឹងខ្ញុំខុសមែនចឹងយើងត្រូវគួរធ្វើម៉េចដើម្បីឲ្យកែប្រែកំហុសហ្នឹងឲ្យត្រឹមត្រូវវិញចាហើយមួយទៀតគឺភាពស្មោះត្រង់ជាមួយតាំងអតិថិជនមួយយើងជាមួយនឹងអ្នក supplier របស់យើងដូចគ្នាអូខេបានន័យថាភាពស្មោះត្រង់គឺជាគោលដ៏ធំបំផុតដែលជួយជំរុញឲ្យអាជីវករដើម្បីឈានទៅដល់បង្កើតអាជីវកម្មបានជោគជ័យមួយអញ្ចឹងបន្ទាប់មកគឺតើបងស្រីអនុវត្តបានន័យថាបងស្រីតែងតែអនុវត្តវិធីសាស្ត្របែបណាដែលធ្វើឲ្យអតិថិជនហ្នឹងទៅចូលហាងបងម្ដងហើយនៅតែត្រឡប់ព្រោះយើងដឹងហើយថាអតិថិជនខ្លះគឺគាត់មិនប្រកាសថាព្រោះវាមានហាងច្រើនអញ្ចឹងណាអញ្ចឹងចង់និយាយថាយើងមានវិធីសាស្ត្របែបណាដែលធ្វើឲ្យអតិថិជនគាត់ចូលហាងយើងហើយគាត់នៅអាចត្រឡប់មកហាងយើងម្ដងទៀតបាននេះអាចចែកម្លែកបានទេកន្លែងហ្នឹងវាមានកត្តាច្រើនណាបងចាវាមានកត្តាគ្រប់ប្រភេទទាំងអស់ដើម្បីចូលរួមគ្នាដើម្បីឲ្យភ្ញៀវគាត់ស្រឡាញ់ពេញចិត្តហាងយើងគឺគាត់ចង់ត្រឡប់មកវិញអញ្ចឹងចាប៉ុន្តែដូចសំខាន់វាតកតងជាមួយនឹងអវ៉ាន់របស់យើងគុណភាពល្អតម្លៃយើងល្អដែរអញ្ចឹងណាវាមិនធ្វើឲ្យភ្ញៀវគាត់ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសអញ្ចឹងយើងមានអវ៉ាន់ច្រើនគាត់រើសច្រើនមុខហើយសំខាន់យើងមានបុគ្គលិកល្អដែរដូចខ្ញុំនៅហាងខ្ញុំអញ្ចឹងដូចមានបងប្អូនច្រើនខ្ញុំអត់ចាត់ទៅគាត់ជាបុគ្គលិកកាត់ទៅជាប្អូនហ្មងតែស្អីពួកគាត់ស្រឡាញ់ខ្ញុំហើយព្យាយាមជួយរៀបចំហាងជួយលក់ដូរ service ភ្ញៀវ support ភ្ញៀវហ្នឹងគឺពេលខ្លះច្រើនជាងខ្ញុំទៀតហ្នឹងហើយទៅបើថាលើកទឹកសុទ្ធវិញសឹងថាបើប្រញាប់លើកម្ដងពីរគេបានបានន័យថាបើនៅចិត្តនិយាយរៀងកំ pl ែងតិចទៅបើនៅចិត្ត baby បើនៅដៃគូស្នេហារបស់គាត់លើកទឹកសុទ្ធមួយយូរអត់រួចទេបាទតែបើនៅហាងជាមួយចេះទឹកសុទ្ធពីរកេះក៏លើករួចដែរបាទអញ្ចឹងខ្ញុំគាត់ថាចំណុចមួយហ្នឹងដោយសារខ្ញុំមានបុគ្គលិកល្អបាទបុគ្គលិកខ្ញុំទាំងអស់គ្នាគឺសិតតែគាត់ជាល្អនិយាយទៅនិយាយអួតនៅក្នុងនេះគាត់ណានិយាយទៅម្នាក់គឺគាត់ខំមែនតើអញ្ចឹងភ្ញៀវគាត់មកអញ្ចឹងគឺគាត់ service បានល្អគាត់ជួយ order អីបានល្អអញ្ចឹងទៅភ្ញៀវគាត់ពេញចិត្តគាត់មកវិញតាមពិតទៅនេះមិនមែនជាការអួតអាងអីទេចា៎បើតាមពីខ្ញុំទៅគឺយើងចង់ចែករំលែកទៅដល់ព្រោះបើសិនជាការដែលចេះបើកអាជីវកម្មដំបូងខ្ញុំជឿថាក៏អត់មានអ្នកណែនាំបានអញ្ចឹងដែរយើងយ៉ាងច្រើនណាស់យើងដឹងពីគេតិចតួចទេក៏អត់មានpodcast អត់មាន interview ណាដែលនិយាយអំពីការដែលចាប់ផ្ដើមអាជីវកម្មដំបូងដូចឥឡូវដែរអញ្ចឹងបានន័យថាពេលដែលចេះកត្តាដែលជួយឲ្យចេះ
ថែរក្សាអតិជនហើយអតិជននៅតែត្រឡប់មកវិញនៅក្នុងហាងចេម្ដងទៀតគឺទី1ភាពស្មោះត្រង់ទី2គឺតម្លៃនិងគុណភាពអីវ៉ាន់ហើយទី3គឺ service ល្អគឺបានន័យថាកូនចៅបានន័យថាប្អូនរបស់ចេដែលធ្វើការជាមួយចេគាត់មានភាពរុះរាយមានភាពស្មោះត្រង់យកចិត្តទុកដាក់ជាមួយអតិជនទើបធ្វើឲ្យអាជីវកម្មមួយនេះគឺនៅតែមានភ្ញៀវគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃเนาะបងបាទអញ្ចឹងបើសិនជាខ្ញុំចង់សួរចេមួយទៀតមួយចំនួនទៀតឲ្យវារៀងចាក់ដោតតិចមកដល់ពេលនេះចេធ្លាប់បានតាំងពីបើករហូតមកដល់ពេលនេះចេធ្លាប់ទទួលបានន័យថាប័ណ្ណពិសោធន៍នៅក្នុងការបរាជ័យណាមួយឬក៏ប័ណ្ណពិសោធន៍អ្វីដែលធ្វើឲ្យចេពិបាកដោះស្រាយជាងគេមានអីចេបើសិនជារឿងដោះស្រាយហ្នឹងមុខរបររកស៊ីវាតែងតែមានបញ្ហាច្រើនណាបងអើយវាបាត់ស្តុកបាត់អីញ៉ៃញ៉ៃចឹងណាយើងដោះស្រាយបានវាមិនសូវជាក្បាលហ្មងទេពេលតែខ្ញុំចាំកាលហ្នឹងវាតាក់ទងជាមួយនឹងយើងបាត់បង់ទំនុកចិត្តចឹងណាបងតែថាយើងឆ្លប់ទុកចិត្តទៅហើយយើងក៏លែងចឹងនិយាយថាយើងបាត់ទំនុកចិត្តហើយសម្រាប់ខ្ញុំជាងគេគឺអាទឹកចិត្តអាទំនុកចិត្តហ្នឹងគឺខ្លាំងណាស់ចឹងកាលហ្នឹងរៀងបាក់ទឹកចិត្តដោយសារក៏ប៉ុន្តែមិនមែនជាការបាក់ទឹកចិត្តទេតែគ្រាន់តែយើងមានអារម្មណ៍ថាដូចយើងសែតចឹងណាបងថាដូចយើងស្បទុកចិត្តគេហើយតមកទៀតគេធ្វើឲ្យយើងក៏ប៉ុន្តែវាមិនមែនឈឺចាប់ទេតែវាហួសពីអ្វីយើងគិតចឹងណាអត់ដឹងនិយាយថាម៉េចកន្លែងហ្នឹងខ្ញុំយល់មួយដែរដោយសារតែទី1ដូចចែបាននិយាយដំបូងអញ្ចឹងថាចែមិនបានចាប់ទុកពួកគាត់គឺជាបុគ្គលិកទេចែចាប់ទុកពួកគាត់ដូចជាបងប្អូនអញ្ចឹងពាក្យមួយម៉ាត់នេះគឺបើយើងស្ដាប់ទៅវាធម្មតាប៉ុន្តែក្នុងន័យបើយើងគិតនៅក្នុងន័យអាជីវកម្មគឺវាជាថៅកែហើយនិងបុគ្គលិកអញ្ចឹងបើគាត់ប្រើភាសាថាបងប្អូននេះបានគឺដោយសារតែគាត់ស្រឡាញ់ពេញចិត្តនិងផ្ដល់តម្លៃឲ្យគ្រប់សពបែបយ៉ាងហើយដល់ពេលមានបញ្ហាដែលមនុស្សដែលយើងស្រឡាញ់រាប់អានទុកចិត្តទៅដល់ពេលធ្វើអ្វីមួយមកដាក់យើងដែលយើងនឹកស្មានមកដល់វាអាចនឹងមានបញ្ហាដែលយើងបានន័យថា set បាទ set ដែរបាទបើសិនជាឲ្យជ្រើសរើសចែបើសិនជាឲ្យជ្រើសរើសម្ដងទៀតដូចដែលចែបាននិយាយអញ្ចឹងថាកាលមុនរៀងស្ដាយក្រោយដែរដែលសម្រាប់ចិត្តដើរមកបើកអាជីវកម្មនៅក្នុងខេត្តចោលគ្រួសារចោលឪពុកម្ដាយបើសិនជាឲ្យជ្រើសរើសម្ដងទៀតថាចែគូនៅតែជ្រើសរើសមកបើកអាជីវកម្មនឹងបន្តទៀតឬក៏សម្រាប់ចិត្តនៅធ្វើការបន្តបើសិនជាអាចជ្រើសរើសមួយសាសទៀតខ្ញុំគាត់ថាខ្ញុំនៅតែមកបើកដដែលតែខ្ញុំនឹងរំអុកគាត់មិននៅមួយខ្ញុំនៅស្វាយរៀងអូអញ្ចឹងបានន័យថាដំបងហៅគាត់មកដែរគាត់អត់មកអត់មកតែអ៊ំស្រីមកឥឡូវទៅមកឥឡូវហ្នឹងចាវិវត្តមកដែរហ្នឹងបើសិនជាដោយសារគាត់មានផ្ទះមានអានោះហ្មងដឹងហើយចាស់គាត់មានផ្ទះគាត់ចឹងចឹងបើសិនជាមានឱកាសហ្នឹងយើងអាចហៅគាត់មកហើយបើសិនជាគាត់បានមកនៅស្វាយរៀងមួយយើងចឹងបាទឈឺឲ្យយើងមើលបាទបានដល់ជាងបាទបានដល់ជាងបាទបងស្រីអញ្ចឹងខ្ញុំចង់សួរបងស្រីមួយសំណួរទៀតថាតើបងស្រីគិតថាកត្តាអ្វីដែលជំរុញឲ្យបងស្រីទទួលបានជោគជ័យតាំងពីបើកហាងដំបូងរហូតមកដល់ពេលនេះចាបាទនិយាយទៅកត្តាទី1សំខាន់បំផុតហ្នឹងគឺអតិថិជនគាត់ស្រឡាញ់ពេញចិត្តនៅហាងបាទចាអញ្ចឹងគឺចង់អរគុណមួយអតិថិជននៅហាង Bayfan ដែរមានថាគាត់មកទិញម្ដងហើយគឺគាត់ត្រឡប់មកទិញមួយសារទៀតហើយគាត់មិនមែនថតមកទិញមួយសារទៀតទិញម្នាក់ឯងគាត់ហៅបងប្អូនគាត់មកទិញដល់ថ្នាក់បងប្អូនខ្លះមកខ្លះតែគាត់នៅខេត្តអញ្ចឹងគាត់នៅតាមស្រុកគាត់អត់ស្គាល់គឺគាត់ខំប្រឹងជូនមកដល់ហាងទៀតចានិយាយទៅគឺគាត់ព្យាយាម support យើងព្យាយាមជួយគ្រប់គ្រងមែនតើហើយឧទាហរណ៍យើងផុសអីមួយអញ្ចឹងសូមឲ្យគាត់ជួយ share អញ្ចឹងគឺគាត់ជួយ share យ៉ាងអស់ពីចិត្តហ្មងអញ្ចឹងមានអារម្មណ៍ថាពីខ្ញុំវិញមានអារម្មណ៍ថាអរគុណមែនតើសម្រាប់មួយដែលឆ្លាញ់ពេញចិត្តហើយនឹងជួយគ្រប់គ្រងរហូតហើយចំណុចទី2ហ្នឹងកត្តាធំទី2ហ្នឹងគឺបងថ្លៃខ្ញុំចាអញ្ចឹងចង់អរគុណដល់បងថ្លៃដល់សាណាងដែរដោយសារបើសិនជាអត់មានពួកគាត់ក៏ខ្ញុំមិនអាចចាប់ផ្ដើមដែរអញ្ចឹងពេលដែលបញ្ញាប់ដៃពួកខ្ញុំមកដល់ស្វាយរៀងដំបូងហ្នឹងគាត់ឲ្យផ្ទះ
លក់អវ៉ាន់គាត់រៀបផ្ទះចាំផ្ទះឲ្យហាងយើងហ្នឹងគាត់រៀបចំឲ្យឡើងស្អាតលាបពណ៌លាបអីចឹងទៅហើយគាត់ចំហ្មងបាយ3ពេលព្រឹកថ្ងៃលេគាត់ឲ្យយើងទៀតតាំងនៅកន្លែងគេងទាំងអីរយៈពេលដូចជាកាលនោះ3ខែដល់យើងដើររៀងស្រួលបួលចឹងហើយមិនគាត់ប្លែកយើងមកនៅខាងក្រៅចឹងមានគាត់កតាពីហ្នឹងគឺគាត់ជួយពួកខ្ញុំខ្លាំងមែនតើបាទអរគុណបាទអរគុណបងស្រីមែនតើដែលបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃទៅកាន់អ្នកស្ដាប់នៅក្នុង podcast មួយនេះអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានបន្ថែមពីចែនិងហាងចែដែលនៅទីរួមខេត្តស្វាយរៀងខ្ញុំនឹងដាក់ link នៅខាងក្រោម comment ក៏ដូចជានៅខាងលើ caption podcast មួយនេះហើយអរគុណអ្នកទាំងអស់គ្នាមែនទែនដែលចូលរួមតាមដានទស្សនា podcast មួយនេះជួបគ្នាជាថ្មីក្នុងប្រធានបទអាជីវករឆ្នាំជាមួយនឹង episode បន្ទាប់ជាមួយនឹងរឿងរ៉ាវច្នៃប្រឌិតនិងអាជីវកម្មនៅក្នុងប្រទេសជាតិកម្ពុជាដើម្បីលើកកម្ពស់អាជីវករក្នុងប្រទេសជាតិកម្ពុជាទាំងអស់គ្នាបាយបាយ